Ok វីដេអូនេះបង្ហាញបងប្អូនពីរបៀបនៃការ verify ដោយ selfie រូបភាពបងប្អូនអូខេមានន័យយើងបញ្ជាក់ថាគឺយើងជាម្ចាស់របស់ Facebook ណាមួយអូខេយើងធ្វើរបៀបនេះក្នុងគោលបំណងដើម្បីជៀសវាងនៅពេលដែលមានបញ្ហាណាមួយក៏យើងងាយស្រួលក្នុងការដោះស្រាយវាដែរបើសិនជាយើងមិនធ្វើវាទេគឺថានៅពេលដែលមានបញ្ហា Facebook ណាមួយយើងពិបាកនឹងដោះស្រាយវាឡើងវិញអូខេហើយម្យ៉ាងទៀតខ្ញុំជឿថាបងប្អូនមួយចំនួនក៏បានយល់ដឹងពីរបៀបនៃការ verify ដោយ selfie នេះដែរអូខេកុំឲ្យខាតពេលវេលាយូរយើងចាប់ដើមចូល Facebook តែម្ដងបងប្អូនណាចឹងទី1យើងចូល Facebook បន្ទាប់មកបងប្អូនចូលរូបភាពនេះណាអូខេរូបភាពនេះមកតមកទៀតយើងចូលកន្លែងត្រេ3ផ្ដេកហ្នឹងបងប្អូនអូខេហើយជំនាញបន្ទាប់បងប្អូនចូលកន្លែង setting and privacy ណាជួយហ្នឹងមកអូខេហើយជំនាញបន្ទាប់យើងចូល setting ណាអូខេហើយបន្តមកទៀតយើងចូលកន្លែង account center បងប្អូនកន្លែងហ្នឹងមកអូខេហើយបងប្អូនមានឃើញ password and security បងប្អូនចូលឡើងហ្នឹងទៀតមកណាអូខេបន្ទាប់មកយើងចាប់ដើមឃើញ verification selfie ចុចឡើងហ្នឹងបងប្អូនអូខេចឹងបន្ទាប់ពីចូលឡើងហ្នឹងហើយយើងចុចលើ profile ឡើងតែម្ដងទៅអូខេតមកបងប្អូនចុច next ណាអូខេចុច next មកអូខេបន្ទាប់ពី next ហើយយើងចាប់ដើមចុច start selfie តែម្ដង selfie បងប្អូនមើលតាមរយៈសញ្ញាព្រួញគេឲ្យទៅណាទៅហ្នឹងណាបងប្អូនហ្នឹងហើយឲ្យទៅឆ្វេងទៅស្ដាំទៅលើទៅកូនមកហ្នឹងអូខេយើងចាប់ដើម selfie តែម្ដងអូខេឥឡូវយើង selfie ហើយណាចឹងរងចាំបន្តិចមកបងប្អូនតើវាមានអីកើតឡើងទៀតណាបន្ទាប់ពី selfie ហើយអូខេឥឡូវយើងអស់ហើយគឺមានតែពាក្យថាដានតែប៉ុណ្្នឹងហើយណាបងប្អូនដានមកហើយអូខេអញ្ចឹងយើងថយក្រោយវិញធម្មតាមកអញ្ចឹងរបៀបនៃការverify selfie ហ្នឹងគឺមានតែប៉ុណ្្នឹងបងប្អូនសង្ឃឹមថាបងប្អូននឹងបានយល់ច្បាស់ពីរបៀបនៃការធ្វើវាណាអរគុណច្រើនបងប្អូន